ខ្ញុំសូមជូននៅព័ត៌មានមួយពាក់ព័ន្ធទៅនឹងសាររបស់ប្រជាពលរដ្ឋយើងបាទដែលបានផ្ញើមកកាន់បច្ចុប្បន្នភាពពាក់ព័ន្ធទៅនឹងការសាងសង់អគារដ៏ធំស្កឹមស្កៃមួយនៅលើមាត់ច្រាំងបាទនៅលើមាត់ច្រាំងទន្លេចតុមុខតែម្ដងចា៎បាទប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យបច្ចុប្បន្នភាពដឹងថាបច្ចុប្បន្ននេះមានការសាងសង់រំលោភនៅចំណីឆ្នេរទន្លេនៅចំណុចមុខកន្លែងដែលគេហៅថាម៉ាស៊ីនទឹកបាទម៉ាស៊ីនទឹកទឹកស្អាតនៅជ្រោយចង្វាតែម្ដងបាទបច្ចេកទេសសូមចេញរូបភាពអគារហ្នឹងបាទអញ្ចឹងហើយការសាងសង់នេះយោងតាមប្រភពព័ត៌មានគេបានអះអាងថាគឺសង់រំលោភដីចំណីទន្លេទាំងស្រុងតែម្ដងអគារហ្នឹងទី1ទី2ទៀតការសាងសង់នេះទៀតសោតគឺគ្មានច្បាប់អនុញ្ញាតអ្វីទាំងអស់នេះឃើញសង់ចូលទន្លេហ្មងទូនជនបាទសង់ចូលទន្លេតែម្ដងហើយគៀកនឹងផ្លូវបាទអញ្ចឹងហើយបានជាបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ជ្រោយចង្វាគាត់បានផ្ដល់ព័ត៌មានមកឲ្យបច្ចុប្បន្នភាពថាហេតុអ្វីបានជាអាជ្ញាធរខណ្ឌរសីកែវដែលដឹកនាំដោយលោកឃ្លាំងហួតសំទោសមិនរសីកែវដូចជ្រោយចង្វាខណ្ឌជ្រោយចង្វាដឹកនាំដោយលោកឃ្លាំងហួតក៏ដូចជាអាយដាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញគ្មានវិធានការអ្វីសោះចំពោះសំណង់ដែលសង់រំលោភលើមាត់ច្រាំងទន្លេចតុមុខក៏ដូចជាសង់លយចូលទៅក្នុងទន្លេបែបហ្នឹងបាទហើយនេះគឺជាសំណង់ខុសច្បាប់ទៀតផងបាទនេះយោងតាមប្រភពព័ត៌មានប្រភពបានបន្តឲ្យដឹងទៀតថាសំណង់នេះគេសង្ស័យថាសង់រំលោភយកដីដែលជាកម្មសិទ្ធិណាដែលជាការគ្រប់គ្រងរបស់រដ្ឋកោទឹកស្វយ័តភ្នំពេញថែមទៀតផងបាទស្វយ័តភ្នំពេញថែមទៀតផងបាទចុះហេតុអ្វីបានជាគេអាចសាងសង់បានតើដោយសារតែមានការខុបខិតជាប្រព័ន្ធតាមរូបភាពអំពើពុករលួយបែបណាមួយឬក៏យ៉ាងម៉េចបាទឬក៏យ៉ាងម៉េចបាទនេះយោងតាមប្រភពព័ត៌មានអញ្ចឹងហើយគេបងប្អូនប្រជាពលរដ្ឋលោកសំណុំពរឲ្យអាយដាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកមេត្តាចាត់វិធានការបាទចាត់វិធានការដើម្បីទប់ស្កាត់កុំឲ្យជនដទៃទៀតមកសាងសង់ដោយមានការខុបខិតគ្នាជាមួយមន្ត្រីខលខូចខ្លះគឺសាងសង់រំលោភលើដីចំណីទន្លេឬដីដែលជាកម្មសិទ្ធិរបស់រដ្ឋតទៅទៀតបើគ្មានវិធានការសមស្របណាមួយទេសំណង់នេះប្រកាសដែលคล้ายទៅជាគំរូអាក្រក់ដល់អ្នកដទៃជាមិនខានបាទយោងតាមប្រភពព័ត៌មានបន្តទៅថាបងប្អូនទាំងអស់គ្នាដែលមានដីនៅតំបន់មាត់ច្រាំងទន្លេនេះគឺគេគោរពច្បាប់មិនហ៊ានសាងសង់ណាមួយដែលរំលោភច្បាប់ទេដោយសារគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចក៏ប៉ុន្តែគេឆ្ងល់ហេតុអ្វីបានជាសំណង់មួយនេះអាចសង់បានឬមួយក៏អាជ្ញាធរថ្នាក់ខណ្ឌឬក៏មន្ទីរជំនាញខ្លះបានខុបខិតគ្នាទទួលផលប្រយោជន៍ដោយអំពើពុករលួយមែននេះគឺជាសញ្ញាសួរពីបងប្អូនប្រជាពលរដ្ឋបាទពីប្រជាពលរដ្ឋបាទនេះគឺជាបញ្ហាហើយយើងមើលឃើញថាសំណង់នោះសង់គ្របដណ្ដប់លើចំណីទន្លេមែនបាទហើយគេឆ្ងល់ហេតុអ្វីបានជាមានការសាងសង់បែបនេះបាទបែបនេះនេះគឺជាសារពីបងប្អូនប្រជាពលរដ្ឋយើងដោយសារពីម្សិលមិញយើងខ្ញុំតាក់ទងទៅកាន់កន្លែងលោកឃ្លាំងហួតអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វាដែរប៉ុន្តែតំណែងអត់បានបាទថ្ងៃនេះយើងនឹងព្យាយាមតំណែងទៀតជាពិសេសគឺយើងនឹងសួរទៅខាងមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ថាតើមន្ទីរនេះបានអនុញ្ញាតឲ្យគេសាងសង់បែបហ្នឹងមែនទេណាហើយតើអាយដាមជាសុផារ៉ារដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានដឹងទេបានជ្រាបទេលើបញ្ហាសាងសង់សំណង់រឹងសំណង់អគារធំស្កឹមស្កៃបែបហ្នឹងគ្របដណ្ដប់លើដីចំណីទន្លេក៏ដូចជាសង់រំលោភទៅលើដីដែលជាការគ្រប់គ្រងរបស់កន្លែងរដ្ឋកោទឹកស្វយ័តរាជធានីភ្នំពេញនេះបើយោងតាមប្រភពពីប្រជាពលរដ្ឋលោករិះគន់ចំថាប្រកាសជាមានអំពើពុករលួយនៅក្នុងហ្នឹងហើយបានជាមានការសាងសង់បែបហ្នឹងហើយអាជ្ញាធរគ្មានការទប់ស្កាត់អ្វីទាំងអស់បាទអ្វីទាំងអស់
នេះយើងបងប្អូនថាសង្ឃឹមជាមើលអាយដាមជាផារ៉ារដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់លោកយល់យ៉ាងម៉េចបាទយល់យ៉ាងម៉េចឬមួយក៏អាយដាមទទួលភាគផលហ៊ុនហយអីដែរបាទនេះគឺជាមតិពីប្រជាពលរដ្ឋទេបាទ